សូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់នេះជាអត្ថបទនិយាយអំពីអត្ថប្រយោជន៍គ្រាប់ស្វាយចន្ទីនិងការពារពីជំងឺផ្សេងៗថាអាចជួយសុខភាពបានដល់កម្រិតណាសូមបងប្អូនខ្មែរជួយចុចតាមដានចែករំលែកនិង Like ដើម្បីជាការលើកទឹកចិត្តក្នុងការធ្វើវីដេអូអំពីសុខភាពសម្រាប់បងប្អូនខ្មែរយើងសូមអរគុណគ្រាប់ស្វាយចន្ទី Cashew nuts មិនត្រឹមតែមានរសជាតិខ្ទិះឈ្ងុយឆ្ងាញ់សម្រាប់ញ៉ាំជាអាហារសម្រន់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាគ្រាប់ធាតុជាតិថាមពលដែលសម្បូរទៅដោយខ្លាញ់ល្អប្រូតេអ៊ីននិងជាតិរ៉ែសំខាន់ជាច្រើនសម្រាប់រាងកាយខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពនិងសមត្ថភាពការពារជំងឺរបស់គ្រាប់ស្វាយចន្ទី 1. អត្ថប្រយោជន៍ចម្បងចំពោះសុខភាពជំនួយសុខភាពបេះដូងគ្រាប់ស្វាយចន្ទីសម្បូរទៅដោយអាស៊ីតខ្លាញ់មិនឆ្អែត unsaturated fats ដែលជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL និងការពារការកកស្ទះសរសៃឈាមពង្រឹងមុខងារខួរក្បាលវាមានផ្ទុកម៉ាញ៉េស្យូមនិងជាតិដែកដែលជួយដល់ការចងចាំកាត់បន្ថយភាពតានតឹងនិងជួយឲ្យឈាមរត់ទៅចិញ្ចឹមខួរក្បាលបានល្អថែរក្សាឆ្អឹងនិងធ្មេញបរិមាណផូស្វ័រនិងម៉ាញ៉េស្យូមខ្ពស់នៅក្នុងគ្រាប់ស្វាយចន្ទីជួយឲ្យឆ្អឹងរឹងមាំនិងការពារធ្មេញពីការពុកផុយជំនួយស្បែកនិងសក់សារធាតុស្ពាន់ copper នៅក្នុងគ្រាប់ស្វាយចន្ទីជួយផលិត melanin ដែលធ្វើឲ្យសក់មានពណ៌ខ្មៅរលោងនិងស្បែកមានសុខភាពល្អជួយគ្រប់គ្រងទម្ងន់ទោះវាមានកាឡូរីខ្ពស់ប៉ុន្តែជាតិសរសៃនិងប្រូតេអ៊ីនរបស់វាជួយឲ្យអ្នកឆាប់ឆ្អែតនិងកាត់បន្ថយការឃ្លានអាហារផ្អែម 2. ការការពារពីជំងឺផ្សេងជំងឺបញ្ហាសុខភាពរបៀបដែលគ្រាប់ស្វាយចន្ទីជួយការពារជំងឺបេះដូងនិងសរសៃឈាមជួយកាត់បន្ថយសម្ពាធឈាមនិងរក្សាទល់ឲ្យភាពជាតិខ្លាញ់ក្នុងឈាមជំងឺទឹកនោមផ្អែមប្រភេទទី2ជាតិសរសៃជួយពន្យឺតការស្រូបយកជាតិស្ករនិងជួយឲ្យកោសិការាងកាយឆ្លើយតបនឹងអាំងស៊ុយលីនបានប្រសើរជាងមុនជំងឺគ្រួសក្នុងប្រមាត់ការសិក្សាបង្ហាញថាការញ៉ាំគ្រាប់ធាតុជាតិជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងប្រមាត់បានយ៉ាងច្រើនជំងឺខ្វះឈាមជាតិដែកខ្ពស់ជួយផលិតគ្រាប់ឈាមក្រហមការពារអាការៈវិលមុខនិងអស់កម្លាំងល្ហិតល្ហៃជំងឺភ្នែកឡើងបាយសារធាតុស៊ីខេនហ្វេនជួយការពារភ្នែកពីការខូចខាតដោយសារពន្លឺ UV និងកាត់បន្ថយការចុះខ្សោយភ្នែកតាមអាយុ 3. គន្លឹះនៃការទទួលទានឲ្យមានសុខភាពល្អបរិមាណសមស្របគួរញ៉ាំត្រឹមតែ15ទៅ18គ្រាប់ក្នុងមួយថ្ងៃគឺគ្រប់គ្រាន់សម្រាប់រាងកាយជ្រើសរើសប្រភេទធម្មជាតិការញ៉ាំគ្រាប់ស្វាយចន្ទីដែលអាំងឬឆៅល្អជាងប្រភេទដែលបំពងជាមួយប្រេងឬបន្ថែមអំបិលច្រើនពេកការផ្លាស់ប្ដូរអ្នកអាចសាកល្បងញ៉ាំលីជាមួយគ្រាប់ធាតុជាតិផ្សេងដូចជាគ្រាប់ almonds ឬគ្រាប់ walnuts ដើម្បីទទួលបានសារធាតុចិញ្ចឹមចម្រុះចំណាំចំពោះអ្នកដែលមានប្រតិកម្ម allergy ជាមួយគ្រាប់ធាតុជាតិគួរប្រុងប្រយ័ត្នមុននឹងទទួលទាន